ចឹងម្នាក់គឺមានរបៀបថែទាំសុខភាពផ្សេងៗគ្នាហើយនេះខ្ញុំចែកម្លែកអំពីរបៀបក្នុងការថែរក្សាប្រព័ន្ធការពារឬគេហៅថាប្រព័ន្ធភាពស៊ាំទាហាននៅក្នុងខ្លួនរបស់យើងធ្វើម៉េចឲ្យមានសុខភាពល្អធន់ទៅនឹងជំងឺឆ្លងនានាណារបស់ WHO អង្គការសុខភាពពិភពលោកសាកលវិទ្យាល័យធំៗផ្សេងៗទៀតនៅលើពិភពលោករួមមានដូចជាសាកលវិទ្យាល័យ Harvard ជាដើមហ្នឹងគឺថាតែងតែផ្ដល់អនុសាសន៍យុទ្ធសាស្ត្រមួយចំនួនក្នុងនេះខ្ញុំលើកយុទ្ធសាស្ត្រចំនួន3ធំក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំដើម្បីឲ្យធន់រឹងមាំទៅនឹងជំងឺឆ្លងណាទី1គឺការពង្រឹងរបបអាហារទី2គឺការសម្រាកហើយនិងការបំពេញជាតិទឹកទី3គឺរបៀបរស់នៅនិងអាហារបំប៉នซึ่งក្នុងទី1ធំការពង្រឹងរបបអាហារហ្នឹងគឺថាមាន4ចំណុចទៀតទី1គឺផ្ដល់អាទិភាពទៅលើអាហារដែលសម្បូរជាតិប្រូតេអ៊ីនហ្នឹងគឺថាជាសារធាតុចាំបាច់ណាស់ក្នុងការកោសិការាងកាយរបស់យើងយកទៅប្រើប្រាស់ក្នុងការផលិតជាតិទាហានគ្រាប់ឈាមសនិងផលិតជា antibody ណាហើយសាច់ដែលល្អហ្នឹងគឺយើងដឹងហើយសាច់ត្រីសាច់មាន់ជាតិប្រូតេអ៊ីននៅក្នុងតៅហ៊ូក្នុងគ្រាប់ធញ្ញជាតិគ្រាប់សណ្តែកជាដើមហ្នឹងជាងជាទូទៅក្នុងមួយពេលរបបអាហារដែលមាន2ពេលទៅ3ពេលតាមពួកយើងហ្នឹងគឺថាជាតិសាច់ត្រូវមានចន្លោះពី50ក្រាមជុំអញ្ចឹងណាក្នុងមួយពេលយ៉ាងតិចណាស់ក៏25ក្រាមក្នុងមួយពេលដែរទី2ផ្ដោតទៅលើវីតាមីនដូចវីតាមីន C វីតាមីន D និងសារជាតិស័ង្កសីដែលមាននៅក្នុងពួកអាហាររបស់យើងហ្នឹងបន្លែផ្លែឈើហ្នឹងមានដូចជាផ្លែឈើជូរម្ទេសប្លោកត្រីដែលមានជាតិខ្លាញ់ណាសាច់មានជាតិខ្លាញ់ណាជាតិស័ង្កសីមាននៅក្នុងធញ្ញជាតិមានក្នុងសាច់ត្រីសាច់អីជាដើមហ្នឹងណាអញ្ចឹងទី3គឺផ្ដោតទៅលើសុខភាពរបស់កាពះពោះវៀនអញ្ចឹងទាមទារឲ្យពួកយើងទៅពីម៉ត់សុខភាពមាត់ធ្មេញឲ្យបានល្អដើម្បីយើងទៅពីម៉ត់ទៅពីយូរអាហារទី3គឺថាភាសាអាហារដែលមានជាតិប្រូបៃអូទិកដូចជាយ៉ាអ៊ូជាដើមផងណាដើម្បីបង្កើនបាក់តេរីល្អក្នុងពោះវៀនយើងដែលជួយក្នុងការរំលាយអាហារបានម៉ត់ល្អស្រូបយកសារធាតុចិញ្ចឹមបានគ្រប់ណាទី4កាត់បន្ថយអាហារដែលសម្បូរជាតិស្ករច្រើនជាពិសេសស្ករកែច្នៃជាតិផ្អែមខ្លាំងនៅក្នុងភេសជ្ជៈកែច្នៃហ្នឹងណាអញ្ចឹងជាតិស្ករដែលមាន carbohydrate ដែលមាននៅក្នុងជាតិបាយជាតិនំប៉័ងជាតិម្សៅនំអីមុំតិចតួចដែលយើងញ៉ាំជាប្រចាំហ្នឹងមិនជាចោលទេក្នុងផ្លែឈើជាតិផ្អែមក្នុងផ្លែឈើមួយចំនួនមិនជាចោលទេតែបើយើងផឹកភេសជ្ជៈផ្អែមជាអាហារជាភេសជ្ជៈបើកម្លាំងនឹងខ្លាំងអាហ្នឹងទៅជាការណែនាំឲ្យកាត់បន្ថយពីព្រោះវាអាចបង្កើនមានគេហៅ inflammation ការរលាកនៅក្នុងរាងកាយយើងក្នុងឈាមយើងអាចសំខាន់ដល់ការយើងដឹងហើយឈាមគឺត្រាំដោយគ្រាប់ឈាមសទាហានរបស់យើងនៅក្នុងហ្នឹងកាលណាឈាមយើងអាប់អួរឈាមយើងក្តៅគឺរាងកាយយើងក៏សុខភាពអត់ល្អដែរទី2ធំគឺយើងផ្ដោតទៅលើការសម្រាកគឺធ្វើម៉េចសម្រាកឲ្យបានយ៉ាងតិច6ម៉ោងទៅ7ម៉ោងក្នុងមួយថ្ងៃព្រោះពេលដែលយើងគេងលក់ស្កប់ស្កល់អត់យល់សពពេញស្កប់ហ្នឹងគឺថារាងកាយយើងចាប់ផ្ដើមជួសជុលសាច់ដុំជួសជុលប្រូតេអ៊ីនយកទៅប្រើប្រាស់យកទៅផលិតយកទៅសាំងតែបង្កើត molecule បង្កើត antibody បង្កើតពួក cytokine ជាដើមលក្ខណៈមួយទៀតគឺប្រគប់ជាតិទឹកឲ្យគ្រប់ចន្លោះ2លីត្រទៅ3លីត្រក្នុងមួយថ្ងៃដើម្បីឲ្យខ្លួនយើងបានមានជាតិទឹកគ្រប់គ្រាន់ទៅបដូរជាតិទឹកគ្រប់គ្រាន់ទៅគឺថាយើងនោមចេញជាតិពុលតាមទឹកនោមតាមញើសជាតិទឹកថ្មីចូលជាងឈាមយើងត្រជាក់សុខភាពឈាមយើងសុខភាពល្អរាងកាយយើងក៏ឈាមសយើងដែលត្រាំក្នុងឈាមគឺសុខភាពល្អតាមហ្នឹងទី3ធំគឺថារបៀបរស់នៅនិងអាហារបំប៉នរបៀបរស់នៅគឺធ្វើម៉េចឲ្យមានចលនាហាត់ប្រាណហ្នឹងមិនចាំបាច់ទៅលើកដុំដែករត់បីបាល់ទាត់បាល់ខ្លាំងនោះទេការអង្គុយនៅ office ងើបឈរងើបអង្គុយខ្លះដើម្បីកុំឲ្យនៅ stand still វិញនឹងរហូតពេកហើយធ្វើមានចលនារាងកាយខ្លះតិចហ្នឹងក៏គេហៅថាធ្វើចលនាដែរបើឈាមយើងចរាចរណ៍ឈាមយើងខ្សែឈាមយើងឈាមរត់ល្អអញ្ចឹងណាហ្នឹងហើយកាលណាយើងសុខភាពអត់ល្អយើងកុំទៅហាត់ប្រាណធ្ងន់ពេកយើងទៅតិចដើរតិចតក់ស្រូបខ្យល់អាកាសតិចហើយសំខាន់ជាងគេគឺរក្សាគ្រប់គ្រងភាពតានតឹងផ្លូវចិត្តដើម្បីកាត់បន្ថយអរម៉ូន stress ចឹងមនុស្សយើងមានរបៀបផ្សេងគ្នាដូចអានសៀវភៅស្ដាប់ភ្លេងស្ដាប់ធម៌លោកតាគូសុភាពលោកតា30ជាឬក៏លោកតាផ្សេងទៀតឬក៏ធ្វើសមាធិឬក៏ហាត់យូហ្គាឬក៏អីចឹងទៅប៉ុន្តែសំខាន់គឺកាត់បន្ថយ stress នឹងឲ្យបានដើម្បីគ្រប់គ្រងកុំឲ្យអរម៉ូន stress នេះឡើងមកច្រើនពេកគឺវាធ្វើឲ្យឈាមយើងក្តៅទាហានយើងគ្រាប់ឈាមសយើងគឺក្តៅអាប់អួរវាសុខភាពវាអត់ល្អដែរការពារយើងអត់ល្អទេហើយមួយទៀតការអាហារបំពន់បងប្អូនកុំចេះតែទិញអាហារបំពន់តាមឮគេថានឹងពេកគិតដល់សុខភាពព្រោះវាទី1ការចំណាយទី2បើខ្លួនយើងអត់ខ្វះយើងប្រើទៅវាខាតអញ្ចឹងយើងអាចពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងប្រើអាហារបំពន់ដូចជាវីតាមីន C វីតាមីន D ជាតិស័ង្កសីជាដើមហ្នឹងគឺថាហ្នឹងហើយពីព្រោះយើងបង្កើនទៅលើអាហារតាមបែបធម្មជាតិដែលសម្បូរជីជាតិអាហារបន្លែស្រស់ត្រីណាសាច់មាន់សាច់ត្រីជាដើមហ្នឹងគឺសម្បូរហើយណាបន្លែផ្លែឈើដែលល្អហ្នឹងគឺ organic អីជាដើមហ្នឹងគឺថាស្រស់ហ្នឹងគឺថា
លាងទឹកស្អាតអនាម័យស្អាតទៅគឺល្អដល់សុខភាពហើយណាអញ្ចឹងខ្ញុំជូន tip ប៉ុណ្ណឹងអរគុណជូនពរសុខភាពល្អទាំងអស់គ្នាបងប្អូន